សួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើបងប្អូនយើងធ្លាប់មើលមុខនៅពេលដែលក្របឈរឡើងឬទេនៅហត់ទោះបីជាយើងគេងគ្រប់គ្រាន់8ម៉ោងទៅហើយឬក៏ស្បែកឆ្លេកបបោមាត់ស្ងួតឆោះងាយនឹងជ្រុះនៅពេលដែលយើងប្រទះឃើញគុំប្រងើយកន្តើយនឹងសញ្ញាទាំងនេះប្រហែលជាយើងកំពុងតែខ្វះឈាមហើយក៏មិនដឹងតើជំងឺខ្វះឈាមគឺជាជំងឺអ្វីហើយអ្វីយើងកើតនៅជំងឺមួយនេះតើចាប់ដើមជាមួយក្រុមការងារយើងខ្ញុំស្វែងយល់ទាំងអស់គ្នាបងប្អូនណាជំងឺខ្វះឈាមដែលបងប្អូនយើងទូទៅហៅថាជំងឺខ្វះគ្រាប់ឈាមខ្វះឈាមមិនមែនត្រឹមតែរាងកាយរបស់យើងខ្វះនឹងចំនួនឈាមគ្រប់គ្រាន់ក្នុងរាងកាយរបស់យើងប៉ុណ្ណោះទេក៏ប៉ុន្តែនេះក៏បង្ហាញថារាងកាយរបស់យើងកំពុងតែខ្វះកោសិកាឈាមក្រហមដែលមានសុខភាពល្អឬក៏ hemoglobin ដែលគឺជាប្រភេទប្រូតេអ៊ីនមួយដែលជួយដឹកជញ្ជូនអុកស៊ីហ្សែនពេញរាងកាយរបស់យើងដើម្បីឲ្យបងប្អូនងាយយល់ខ្ញុំនឹងនិយាយបន្តិចពីឈាមរបស់យើងឈាមរបស់យើងបានផ្សំឡើងដោយ3ផ្នែកទី1គឺកោសិកាឈាមសដែលគឺជាវីរៈការពាររាងកាយរបស់យើងគិតផុតពីបាក់តេរីឬក៏មេរោគឈ្លានពានទី2គឺ plasma ប្រៀបដូចជាកង់ការពារថែរក្សាសុខភាពរបស់យើងនៅពេលដែលរាងកាយរបស់យើងត្រូវរបួស plasma នឹងរត់ទៅទីនឹងដើម្បីជួសជុលឬក៏សាជាប់មុខរបួសនឹងកុំឲ្យហូរឈាមច្រើនទី3នឹងគឺជាតួអង្គដែលសំខាន់បំផុតក្នុងវីដេអូមួយនឹងគឺកោសិកាឈាមក្រហមកោសិកាឈាមក្រហមដែលមានចំនួនជាង 45% នៃចំនួនឈាមក្នុងរាងកាយរបស់យើងដែលតួនាទីចម្បងរបស់វាគឺដឹកជញ្ជូនអុកស៊ីហ្សែនហើយនិងសារធាតុចិញ្ចឹមទៅកាន់កោសិកាហើយនឹងដឹកយកសំណើមអាក្រក់ពីកោសិកាទៅកាន់រាងកាយរបស់យើងដើម្បីចម្រោះចេញក្រៅក្នុងកោសិកាឈាមក្រហមដែលមានផ្ទុកនៅប្រូតេអ៊ីនពិសេសមួយដែលហៅថា hemoglobin ដែលវាភ្ជាប់ជាមួយនឹងអុកស៊ីហ្សែនហើយដឹកជញ្ជូនវាទៅគ្រប់កោសិកាទាំងអស់ក្នុងរាងកាយរបស់យើងហើយនៅពេលដែលរាងកាយរបស់យើងខ្វះនឹងចំនួនប្រូតេអ៊ីន hemoglobin ដោយមូលហេតុណាមួយដែលបណ្ដាលឲ្យការដឹកជញ្ជូនអុកស៊ីហ្សែនទៅកាន់កោសិកាមិនគ្រប់គ្រាន់តើបងប្អូនយល់ដឹងហើយអុកស៊ីហ្សែនដែលមានសារៈសំខាន់ណាស់ក្នុងការរស់នៅរបស់កោសិកាក្នុងរាងកាយតើកំណត់ក្របឈាមក្នុងរាងកាយរបស់យើងប៉ុន្មានទៅតែហៅថាខ្វះយោងតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថាជំងឺខ្វះគ្រាប់ឈាមកើតឡើងនៅពេលដែលកម្រិត hemoglobin ក្នុងរាងកាយរបស់មនុស្សនីមួយៗធ្លាក់ចុះចាស់ស្ដែងគឺជាកម្រិត hemoglobin ទាបជាង13ក្រាមលើដេស៊ីលីត្រសម្រាប់មនុស្សប្រុសពេញវ័យហើយនឹងសម្រាប់ស្ត្រីពេញវ័យគឺកម្រិត hemoglobin ទាបជាង12ក្រាមលើដេស៊ីលីត្រហើយនឹងកម្រិត hemoglobin ទាបជាង11ក្រាមលើដេស៊ីលីត្រសម្រាប់កុមារក្នុងនោះស្ត្រីហើយនឹងស្ត្រីមានត្រីពោះគឺមានអត្រាកើតជំងឺខ្វះគ្រាប់ឈាមក្រហមច្រើនជាងគេយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថាស្ត្រីមានត្រីពោះជាង 40% នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាយើងកំពុងស្ថិតនៅក្នុងចំណោមដែលមនុស្សខ្វះគ្រាប់ឈាមក្រហមនៅកម្រិតស្រាលហើយនឹងប្រជុំតើនៅពេលដែលយើងខ្វះនឹងចំនួនគ្រាប់ឈាមក្រហមរាងកាយរបស់យើងនឹងចេញសញ្ញាយ៉ាងណានៅពេលដែលរាងកាយរបស់យើងខ្វះនឹងចំនួនគ្រាប់ឈាមវានឹងចេញសញ្ញាងាយនឹងឃើញដូចជាអស់កម្លាំងដោយមិនដឹងមូលហេតុស្បែកឆ្លេកហើយនឹងបបោមាត់ស្ងួតបេះដូងលោតញាប់វមុខនៅពេលដែលក្របឈរឡើងភ្លេចឃ្លាំងហើយបាត់បង់ការផ្ដោតអារម្មណ៍ជំងឺខ្វះគ្រាប់ឈាមក្រហមនឹងគ្រោះណាស់ជាពិសេសចំពោះស្ត្រីដែលមានផ្ទៃពោះកុមារហើយនឹងមនុស្សចាស់ក្រុមទាំងនេះងាយនឹងមានផលវិបាកបើសិនបើមិនត្រូវបានរកឃើញហើយនឹងព្យាបាលទាន់ពេលវេលាតើជំងឺខ្វះគ្រាប់ឈាមគ្រោះណាស់យ៉ាងណានៅពេលដែលយើងមិនទាន់រកឃើញហើយនឹងព្យាបាលត្រឹមត្រូវនៅពេលដែលយើងខ្វះនឹងចំនួនគ្រាប់ឈាមក្រហមក្នុងរាងកាយរបស់យើងវាមានន័យថាចំនួនកោសិកាឈាមក្រហមឬក៏ប្រូតេអ៊ីន hemoglobin ទាបមិនគ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូនអុកស៊ីហ្សែនទៅចិញ្ចឹមរាងកាយតើបងប្អូនដឹងទេសាលាវិទ្យាសាស្ត្រ Harvard របស់សហរដ្ឋអាមេរិកបានប្រៀបធៀបកោសិកាឈាមក្រហមហើយនឹងប្រូតេអ៊ីន hemoglobin ទាបដូចជាឡានដឹកអុកស៊ីហ្សែនបើសិនឡាននឹងតូចហើយនឹងមានចំនួនតិច
វាមិនអាចដឹកគ្រប់គ្រាន់តំណែងអុកស៊ីហ្សែនទៅចិញ្ចឹមកោសិកាក៏ដូចជារាងកាយរបស់យើងបានគ្រប់គ្រាន់នោះទេនៅពេលដែលប្រូតេអ៊ីនហេម៉ូប្រូប៊ីនមិនអាចដឹកយកអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមរាងកាយរបស់យើងបេះដូងនឹងត្រូវប្រឹងប្រែងជាងមុនដើម្បីរុនឲ្យហេម៉ូប្រូប៊ីននឹងរត់បានលឿនដើម្បីយកអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមកោសិការាងកាយខ្វះនឹងអុកស៊ីហ្សែនវានឹងចេញសញ្ញាដូចជាអស់កម្លាំងដល់ដង្ហើមខ្លីហើយនឹងឈឺក្បាលជ្រុះឆោះជាដើមហើយនឹងធ្វើឲ្យប្រព័ន្ធមួយចំនួនដំណើរការមិនអស់ពីសុវត្ថិភាពដូចជាខួរក្បាលឈូតហើយនឹងប្រព័ន្ធមួយចំនួនទៀតជាដើមមិនត្រឹមប៉ុណ្ណោះទេជំងឺខ្វះគ្រាប់ឈាមក្រហមនឹងមានផលវិបត្តិដ៏គ្រោះថ្នាក់មួយចំនួនបើសិនយើងមិនមានការព្យាបាលត្រឹមត្រូវដូចជាចំពោះស្ត្រីដែលមានផ្ទៃពោះការខ្វះចំនួនគ្រាប់ឈាមក្រហមក្នុងរាងកាយរបស់គាត់នឹងបណ្ដាលឲ្យពួកគាត់រលោតកូនឬក៏កើតកូនមិនគ្រប់ខែបើធ្ងន់ធ្ងរជាងនឹងអាចបាត់បង់ជីវិតដោយសារតែការខ្វះគ្រាប់ឈាមធ្ងន់ធ្ងរសម្រាប់កុមារតូចៗការខ្វះចំនួនគ្រាប់ឈាមក្រហមនឹងធ្វើឲ្យពួកគាត់បន្ថយល្បឿននៃការអភិវឌ្ឍបញ្ញាកាត់បន្ថយភាពស៊ាំហើយនឹងធ្វើឲ្យពួកគាត់ងាយនឹងកើតជំងឺបំផុតសម្រាប់មនុស្សចាស់ឬក៏មនុស្សពេញវ័យនៅពេលដែលខ្វះនឹងចំនួនគ្រាប់ឈាមក្រហមនឹងធ្វើឲ្យពួកគាត់មានហានិភ័យនៃជំងឺខ្សោយបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងការថយចុះនៃការអភិវឌ្ឍការងារយោងតាមការស្រាវជ្រាវរបស់អង្គការ The Lancet Probiotics ឆ្នាំ2021បានបង្ហាញថា 20% នៃករណីស្លាប់បាត់បង់ជីវិតរបស់ស្ត្រីដែលមានផ្ទៃពោះនៅចំណោមប្រទេសដែលកំពុងអភិវឌ្ឍដែលមានការពាក់ព័ន្ធនឹងជំងឺខ្វះគ្រាប់ឈាមក្រហមតើមូលហេតុណាខ្លះដែលបណ្ដាលឲ្យរាងកាយរបស់យើងខ្វះនៅចំនួនគ្រាប់ឈាមក្រហមតាមគេស្រាវជ្រាវគឺមាន3មូលហេតុចម្បងដែលធ្វើឲ្យយើងខ្វះនឹងគ្រាប់ឈាមក្នុងរាងកាយរបស់យើងមូលហេតុដំបូងគេនឹងគឺខ្វះជាតិដែកដោយសារតែការបរិភោគមិនល្អការរបបចំណីអាហារដែលខ្វះជាតិដែកមូលហេតុទី2ការបាត់បង់ឈាមដោយសារតែគ្រោះថ្នាក់ឬក៏មុខដំបៅដែលធ្វើឲ្យឈាមហូរខ្លាំងហើយនឹងការហូរឈាមខាងផ្នែកខាងក្នុងដូចជាពោះវៀនហើយនឹងក្រពះឬក៏ដោយសារតែការមករដូវខ្លាំងរបស់ស្ត្រីជាដើមមូលហេតុទី3គឺដោយសារតែការច្បុកច្បល់នៃប្រព័ន្ធឈប់យកធម្មពលរបស់រាងកាយយើងហើយនឹងជំងឺក្រពះពោះវៀនការខ្វះនៃវីតាមីន B12 ហើយនឹងការខ្វះជាតិផូឡេតក្នុងរាងកាយជាដើមតើធ្វើវិធីណាទៅដើម្បីជៀសវាងនឹងការខ្វះឈាមក្នុងរាងកាយរបស់យើងដើម្បីជៀសវាងនឹងការខ្វះនឹងគ្រាប់ឈាមក្រហមក្នុងរាងកាយរបស់យើងបងប្អូនសូមចំណាំ4ចំណុចខាងក្រោមដូចជាដំបូងគេការទទួលទានអាហារដែលមានសីតុណ្ហភាពគ្រប់គ្រាន់ជាតិវីតាមីនដូចជាសាច់គោថ្លើមមាន់បន្លែដែលមានពណ៌បៃតងខ្មៅហើយនិងសណ្តែកសៀងខ្សត់ជាដើមទី2បង្កើនចំណីអាហារដែលស្រូបយកជាតិដែកច្រើនហើយជាមួយនឹងវីតាមីន C ដូចជាផឹកទឹកក្រូចញ៉ាំផ្លែតបាចម្នាស់ហើយនិងផ្លែអំបិលជាដើមទី3ដង្កូវក៏ជារូបសញ្ញាដែលបណ្ដាលឲ្យរាងកាយរបស់យើងខ្វះនឹងចំនួនគ្រាប់ឈាមដូច្នេះហើយការទម្លាក់ដង្កូវពោះវៀន6ខែម្ដងជាពិសេសសម្រាប់កុមារទី4ការញ៉ាំថ្នាំដែលបំពេញជាតិដែកក្នុងរាងកាយរបស់យើងជាពិសេសសម្រាប់ស្ត្រីដែលមានផ្ទៃពោះតាមការណែនាំរបស់វិជ្ជាបណ្ឌិតយោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថាស្ត្រីដែលមានផ្ទៃពោះទាំងអស់គ្នាគួរតែញ៉ាំថ្នាំបំពេញជាតិដែករៀងរាល់ថ្ងៃក្នុងអំឡុងពេលដែលមានផ្ទៃពោះយ៉ាងហោចណាស់3ខែបន្ទាប់ពីការសម្រាលកូនជាចុងក្រោយយើងអាចនិយាយថាការខ្វះគ្រាប់ឈាមក្នុងរាងកាយរបស់យើងមិនមានគ្រោះថ្នាក់ទេបើសិនបើយើងរកឃើញវាហើយនឹងថែទាំវាឲ្យបានត្រឹមត្រូវបើសិនបើយើងអាពើជាមួយវាផលវិបាករបស់វាគឺធំដុំណាស់ចាប់ផ្ដើមរក្សារាងកាយរបស់យើងដើម្បីជៀសវាងនឹងការខ្វះគ្រាប់ឈាមក្រហមក្នុងរាងកាយជាមួយនឹងការទទួលទានអាហារគ្រប់គ្រាន់ការទទួលទានថ្នាំដែលបំពេញជាតិដែកឬក៏ការថែរក្សាសុខភាពរបស់យើងដោយមានប្រាជ្ញាបងប្អូនណាតើបងប្អូនយើងទទួលបានចំណេះដឹងអ្វីខ្លះពីវីដេអូមួយនេះសូមទុក comment ខាងក្រោមណាកុំភ្លេច like share subscribe channel ដើម្បីលើកទឹកចិត្តក៏ដូចជាទទួលបានវីដេអូថ្មីៗទាំងអស់គ្នាបងប្អូនណាសូមអរគុណសម្រាប់ការទស្សនា